សេវាកម្មចម្លែកនៅរុស្ស៊ីជួលមិត្តភ័ក្តិរួមតុអាហារបំបត្តិភាពឯកាលែងបារម្ភរឿងគ្មានគូស្រករឬគ្មានមិត្តភ័ក្តិដើរលេងជាមួយទៀតហើយនៅក្នុងប្រទេសរុស្ស៊ីឥឡូវនេះសូម្បីតែមិត្តភ័ក្តិរួមតុអាហារក៏មានសេវាកម្មជួលដែរដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មនុស្សសម័យថ្មីតើសេវាកម្មនេះមានលក្ខណៈពិសេសយ៉ាងណាកំដរកម្មវិធីអ្នកត្រូវជួលនឹងធ្វើជានិមិត្តរូបមិត្តភ័ក្តិស្និទ្ធស្នាលដើម្បីអង្គុយកំដរញ៉ាំសាច់អាំងញ៉ាំអាហារពេលល្ងាចបោះតង់ឬដើរកម្សាន្តពួកគាត់នឹងទទួលអាំងសាច់និយាយរឿងកំ ប្លែកមកកបរិយាកាសរងចាំការស្ដាប់ការរៀបរាប់ពីបញ្ហាផ្សេងៗក្នុងជីវិតដោយយកចិត្តទុកដាក់បំផុតទំនាក់ទំនងនេះគឺក្នុងនាមមិត្តភក្តិសុទ្ធសាធដោយគ្មានការជំពាក់ជំពិនផ្លូវស្នេហាឬទំនាក់ទំនងផ្លូវភេទឡើយសេវាកម្មនេះកំពុងរីករាលដាលយ៉ាងខ្លាំងតាមរយៈគេហទំព័រ Avito និងបណ្ដាញសង្គម Instagram ពិសេសនៅក្នុងទីក្រុងមូស្គូតម្លៃតាមម៉ោងប្រហែល$3ទៅ$30ក្នុងមួយម៉ោងតម្លៃពេញមួយថ្ងៃប្រហែល$13ទៅ$65ក្នុងមួយថ្ងៃសម្រាប់កំដររហូតដល់ចប់កម្មវិធីហើយតាមការចុះផ្សាយកាលពីពេលថ្មីៗនេះសេវាកម្មនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតម្រូវការផ្លូវចិត្តរបស់មនុស្សសម័យថ្មីប្រជាជនរុស្ស៊ីជាច្រើនមានភាពមមាញឹកខ្លាំងទៅនឹងការងាររហូតគ្មានពេលបង្កើតមិត្តភាពស្និទ្ធស្នាលឬមិនចង់ជួបប្រទះទំនាក់ទំនងស្មុគស្មាញវាអនឡាញទើបពួកគេសុខចិត្តចំណាយថវិកាបន្តិចបន្តួចដើម្បីទិញភាពរីករាយនិងបំបត្តិភាពឯកោមួយគ្រា